កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ2025និងទិសដៅការងារអត្តភាពជាយុទ្ធសាស្ត្រឆ្នាំ2026ដែលមានរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី27ដល់ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះលោកជំទាវ ពុំ ចន្ទទីនីបាននាំមកនៅព្រះរាជបណ្ដាំសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងការកោតសរសើរពីសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានចំពោះគណៈកម្មាធិការសាខាក្រុមប្រតិបត្តិដែលតែងតែសកម្មចូលរួមអនុវត្តនិងជួយសម្រួលគ្រប់បែបយ៉ាងដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជាប្រការទាំងនេះគឺជាអំណោយផលដ៏ល្អប្រសើរបំផុតសម្រាប់ឲ្យកាកបាទក្រហមកម្ពុជាអាចបំពេញតួនាទីភារកិច្ចនិងបេសកកម្មស្របច្បាប់ជាជំនួយការឲ្យអាជ្ញាធរសាធារណៈបានយ៉ាងពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ស័ក្តិសមជាសមាគមជាតិនាំមុខគេនៅក្នុងវិស័យមនុស្សធម៌ជួយជនរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងរដ្ឋបាលដែនដីរបស់ខេត្តឬសហគមន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាលោកជំទាវអគ្គលេខាធិការបានគូបញ្ជាក់ថារយៈពេល2ថ្ងៃនេះជាពេលវេលាដែលយើងរួមគ្នាពិគ្រោះពិភាក្សារកកន្លឹះបញ្ហាការលំបាកចែករំលែកបទពិសោធន៍និងហេតុផលដែលធ្វើបានឬធ្វើមិនបានដើម្បីអភិវឌ្ឍសមាគមជាតិកាកបាទក្រហមកម្ពុជាឲ្យមានកម្លាំងចលកររឹងមាំនិងកាន់តែច្រើនថែមទៀតលោកជំទាវសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលរំពងទុកដែលរួមមានគោលគំនិតថ្មីៗដែលជាផែនទីចង្អុលផ្លូវនិងតម្រង់ទិសដល់យើងទាំងអស់គ្នាក៏ដូចជាគន្លឹះអត្ថិភាពជាយុទ្ធសាស្ត្រទិសដៅនិងជំហានអនុវត្តសម្រាប់ឆ្នាំ2026ដោយបន្ស៊ីជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរាជរដ្ឋាភិបាលកម្ពុជាដើម្បីឆ្លើយតបគ្រោះមហន្តរាយការកសាងភាពធន់របស់សហគមន៍សូមជម្រាបជូនថាកិច្ចប្រជុំខាងលើនេះដំណើរការក្រោមការសម្របសម្រួលរបស់ឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2ទៅតាមរបៀបវារៈដែលបានគ្រងទុកដោយបានពិគ្រោះពិភាក្សាដើម្បីកំណត់សកម្មភាពសំខាន់ៗនិងចំណុចផ្ដោតនៃវិស័យអត្ថិភាពទាំង4រួមទាំងនិន្នាការថ្មីៗសម្រាប់ឆ្នាំ2026